សុថាតាអត្ថប្រយោជន៍នៃការរៀនងហេមុខហ្នឹងវានាំមកឲ្យមិននៅប្រយោជន៍ខ្លះដោយយើងឲ្យថាតើហេតុអីទើបយើងត្រូវរៀនងហេមុខហើយយើងត្រូវធ្វើមិនខ្លះនៅពេលដែលយើងរៀនងហេមុខយើងបញ្យល់ឲ្យខ្លះដឹងឲ្យខ្លះបានប្រយោជន៍ខ្លះពីងហេមុខណាអញ្ចឹងពាក្យងហេហ្នឹងបើយើងនិយាយមែនតើគឺយើងដឹងអ្នកណាក៏ជាទូទៅគឺដឹងតែប៉ុណ្្នឹងជាភាសាចិនណាងហេងហ្នឹងគឺ5ហេងហ្នឹងគឺជាសំណាងអញ្ចឹងណាអត្ថន័យនៃការអានមុខពិតប្រាកដហ្នឹងគឺយើងនិយាយថាអានមុខស្គាល់ដល់ចិត្តយើងមើលមុខមិនតែយើងស្គាល់ដល់ចិត្តយើងដឹងដល់អនាគតភពបុគ្គលនឹងដឹងទាំងពីរឿងហេតុអីទាំងអស់អញ្ចឹងដូចនៅកន្លែងនេះចឹងគ្រូស្វ័យណានេះនៅក្នុងថ្នាក់សិក្សាអ្នកគ្រូដាក់ឈ្មោះវាជាភាសារាងកាយភាសានៅក្នុងថ្នាក់ហ្នឹងគឺអ្នកគ្រូបរៀនមានមុខមានបាត់ដៃមានប្រជ្រួយមានស្លាកស្នាមមានបាជើហើយមានការរៀបរងឯខែកណាត់និងមានបរិញ្ញាបត្រសញ្ញានៃបុគ្គលមនុស្សយើងទាំងអស់នៅពេលដែលឈរនិយាយមួយយើងគេអោបដៃចេះគេដាក់ដៃចេះគេធ្វើអញ្ចេះហ្នឹងគេបានដៃថាមិនអីមិនគឺយើងយល់ពីកាយវិការភពបុគ្គលនោះទៀតណាតែទាំងអស់ហ្នឹងគឺនៅក្នុងមេរៀនវគ្គភាសារាងកាយដែលអ្នកគ្រូបរៀនណាហើយសម្រាប់បងប្អូនយើងចង់ចុះឈ្មោះរៀនយើងអាចរៀនបានចុះថ្ងៃហ្នឹងចុះរៀនថ្ងៃហ្នឹងប៉ុន្តែឥឡូវនេះខ្ញុំលើកមកនិយាយអំពីអឺអ្វីដែលតកតងជាមួយនឹងជីវិតមនុស្សយើងហ្នឹងណាយើងសួរថាហេតុអីយើងត្រូវរៀនវគ្គភាសារាងកាយឬក៏ថាហេតុអីយើងត្រូវដឹងថាតើមុខនឹងនិយាយអំពីអីហើយបញ្ជាក់អំពីអីប្រាប់អីពីយើងខ្លះវាមានប្រយោជន៍បែបណាខ្លះសម្រាប់ដំណើរជីវិតយើងណាអញ្ចឹងដូចនៅកន្លែងនេះអញ្ចឹងគេថាតើអ្នកគេសួរថាបើអ្នកស្គាល់មិញសៀងហ្នឹងគឺបកប្រែថាតម្រងមុខណាអញ្ចឹងគេថាបើសិនជាយើងស្គាល់តម្រងមុខសំទោសចាំឯគេកូនមកមីចប់មួយហើយអញ្ចឹងគេសួរយើងថាបើអ្នកស្គាល់មិញសៀងសួរថាតើយើងបានប្រយោជន៍អីខ្លះអញ្ចឹងពាក្យមិញសៀងហ្នឹងគឺភាសាចិនណាមិញហ្នឹងគឺមុខណាសៀងហ្នឹងគឺតម្រងអញ្ចឹងបានន័យថាគេនិយាយអំពីតម្រងមុខដែលយើងត្រូវស្គាល់តម្រងមុខមនុស្សយើងហើយតម្រងមុខមនុស្សយើងមានយ៉ាងពីររឿងហៅទាំងអស់ដែលតកតងជាមួយនឹងដំណើរជីវិតយើងនៅក្រោយពេលដែលយើងចាប់កំណើតអញ្ចឹងជាទូទៅការអានមុខស្មើនឹងការបើកកកាយនៅអាកំបាំងទេវតាដូចគ្នាការបើកកកាយអាកំបាំងទេវតាហ្នឹងវាមានចែកចេញជាពីរណាទីមួយគឺយើងនិយាយទៅដល់ថាអានពីដំណើរជីវិតនឹងវាស្នាយើងហ្នឹងទីមួយគឺអានមុនពេលចាប់កំណើតទីពីរគឺអានក្រោយពេលការចាប់កំណើតអញ្ចឹងទីមួយគឺអានមុនពេលចាប់កំណើតហ្នឹងគឺយើងអានតាមរយៈថ្ងៃខែឆ្នាំកំណើតយើងនៅពេលណាយើងអានតាមរយៈថ្ងៃខែឆ្នាំកំណើតគឺយើង check អាជីវនឹងឯងដែលយើងអាចដឹងពីដំណើរជីវិតយើងបានតាមរយៈថ្ងៃខែឆ្នាំកំណើតcủaយើងតែទីពីរគឺយើងដឹងពីដំណើរជីវិតយើងបានហ្នឹងតាមរយៈមុខហ្នឹងគឺគេថាការអានពីដំណើរជីវិតក្រោយការចាប់កំណើតបានន័យថាអញ្ចឹងណាអញ្ចឹងនៅកន្លែងនេះមានសេប្រាប់យើងថាតើពេលយើងរៀនមុខហ្នឹងយើងដឹងមុខហ្នឹងឬក៏យើងចេះមើលមុខបុគ្គលហ្នឹងហើយយើងដឹងថាមិនខ្លះអញ្ចឹងជាទូទៅបងប្អូនដឹងថាអូយើងខ្លួនឯងហ្នឹងរាល់ថ្ងៃយើងក៏ចេះមើលដែរយើងអាចចាំបាច់រៀនទេយ៉ាងហោចក៏យើងមើលទៅដឹងថាអ្នកហ្នឹងមុខស្អាតអត់ស្អាតមុខស្រស់មុខស្លូតមុខគួរឲ្យស្រឡាញ់គួរឲ្យចូលចិត្តគួរឲ្យស្អប់មិនហ្នឹងហើយហ្នឹងយើងម្នាក់ៗសុទ្ធតែដឹងទាំងអស់រៀងខ្លួនគ្រប់គ្នាប៉ុន្តែអីដែលសំខាន់យើងអត់បានដឹងឲ្យស៊ីជម្រៅទៅលើផ្ទៃមុខហ្នឹងបញ្ជាក់អំពីអីខ្លះច្រើនហើយពីអីគេខ្លះទៀតអញ្ចឹងនៅលើទម្រង់មុខមនុស្សយើងជាទូទៅមានចែកទាំងអស់5ធាតុណាដូចនៅក្នុងថ្ងៃខែឆ្នាំកណាត់យើងដូចនៅក្នុងធាតុនៃមេរៀនហុងស៊ុយអីដូចគ្នាទាំងអស់ដែរចឹងដូចនៅកន្លែងអញ្ចឹងខ្ញុំសូមអានអក្សរនឹងសិនណាដើម្បីបញ្ចូលឲ្យបងប្អូនយល់ថាតើយើងហ៊ានងហេមុខឬក៏យើងដឹងពីការអានមុខហ្នឹងវាផ្ដល់ប្រយោជន៍ខ្លះយើងបានន័យថាទីមួយយើងអាចដឹងថាអ្នកណាគេខ្លះនៅជុំវិញយើងគេជាអ្នកណាយើងជាអ្នកណាគេមិនយើងមួយយើងអាចដឹងទាំងអស់ហើយទីពីរបន្តមកទៀតយើងដឹងថាតើចំណុចខ្លាំងចំណុចខ្សោយរបស់យើងហ្នឹងរបស់យើងម្នាក់មានអីហើយដឹងពីសុខភាពអំពីជំងឺពីសុខភាពពីជោគសំណាងពីស្នេហាពីតំណែងពីប្រព័ន្ធ relationship ពីសុភមង្គលផ្សេងទាំងអស់រហូតដល់ដឹងពីហិរញ្ញវត្ថុពីការដឹកនាំពីវិជ្ជាប្រយោជន៍ភាពច្រើនរហូតដល់ពីគ្រោះថ្នាក់ផ្សេងថាយើងមានគ្រោះថ្នាក់ពេលណាហើយរឿងហេតុនោះវាកើតឡើងនៅពេលណាហើយប៉ះលើអ្នកណាហើយយើងឈឺឬយើងមានរឿងអីហ្នឹងនៅពេលអាយុប៉ុន្មានឆ្នាំគឺយើងដឹងទាំងអស់អញ្ចឹងតាមរយៈអីគេតាមរយៈការមើលមុខយើងនៅលើមុខយើងមានចែកជាផែនទីជា map នៃអាយុកាលដូចគ្នាអត់ខុសគ្នាអញ្ចឹងនៅលើមុខយើងនោះមានប្រាប់ថាតើមុខយើងហ្នឹងមានសញ្ញាអីខ្លះប្រាប់អីខ្លះអញ្ចឹងនៅកន្លែងនេះគឺយើងនិយាយអំពីផែនទីនៅលើមុខ
ចឹងណាចឹងផែនទីនៅលើមុខនេះគឺយើងនិយាយបានថាទាំងអស់មាន100ឆ្នាំវាជាដំណាក់កាលនៃផែនទីមុខយើងទាំងអស់មាន100រាប់ទៅយើងរាប់ start ហើយនៅក្នុងហ្នឹងមុខយើងចែកចេញជា3ដំណាក់កាលណាចឹងអ្នកគ្រូគួយមើលចែកចេញជា3ដំណាក់កាលបានន័យថាកន្លែងនេះយើងហៅថា1កន្លែងនេះយើងហៅថា2កន្លែងនេះយើងហៅថា2ហើយមកដល់ចំណុចនេះទៀតយើងហៅថា3អញ្ចឹងទាំងអស់មាន3ដំណាក់កាលនៅលើមុខយើងមាន3ចែកចេញជា3ហើយនៅកន្លែងតិចនេះគឺយើងហៅថា1ផ្សេងទៀតណាចឹងនៅចំណុចតិចនេះគេនិយាយអំពីវ័យនៅកូនក្មេងដែលយើងនៅក្នុងពោះម៉ាក់យើងក៏អាចដឹងបានថាតើទារកហ្នឹងនៅពេលដែលយើងឧទាហរណ៍ដូចអ្នកគ្រូកើតមកអញ្ចឹងយើងមើលទៅតិចមើលទៅតិចអញ្ចឹងទៅយើងក៏អាចដឹងបានដែរថាអ្នកហ្នឹងដូចអ្នកគ្រូឧទាហរណ៍អញ្ចឹងអ្នកគ្រូហ្នឹងនៅក្នុងពោះហ្នឹងនៅក្នុងពោះម៉ាក់ហ្នឹងតើម៉ាក់អ្នកគ្រូហ្នឹងក៏ប៉ាម៉ាក់អ្នកគ្រូហ្នឹងមានរឿងអីហើយឲ្យជីវភាពគាត់នៅពេលដែលទំនួលអ្នកគ្រូហ្នឹងគាត់មានបញ្ហាខ្លះគាត់សុខសប្បាយគាត់លេងលះឬក៏គាត់រកលុយបានគាត់អីគឺអារម្មណ៍ម៉ាក់នឹងសោកសៅសប្បាយចិត្តអីហ្នឹងគឺយើងមើលនៅលើតិចកូនហ្នឹងបានន័យថាលើតិចយើងខ្លួនឯងយើងមើលដឹងអំពីការដែលយើងនៅក្នុងពោះម៉ាក់យើងមកយើងដឹងទាំងអស់ពីដំណើរជីវិតយើងដឹងបានហើយនៅក្នុងកន្លែងតិចនេះគឺគេនិយាយអំពីអាយុកាលយើងពីកើតបានន័យថាពី0ឆ្នាំទៅដល់14ឆ្នាំទៅដល់14ឆ្នាំអញ្ចឹងតិចមួយខាងពី0ដល់មួយខាងទៀតពី7ដល់14ឆ្នាំអញ្ចឹងតិចយើងសងខាងហ្នឹងគឺនិយាយអំពីអាយុកាលយើងអញ្ចឹងអាយុកាលអាយុបែបម៉េចអញ្ចឹងមើលមករូបនេះតិចឃើញទេអូខេអញ្ចឹងយើងមើលតិចនឹងសងខាងណាឃើញនិយាយអំពីអីបានន័យថាអាយុchứយើងរាប់ពីលេខនេះមកយើងរាប់តាមលេខហ្នឹងអញ្ចឹងបងប្អូនអាចមើលលេខបាន1 2 3 4 5 6 7មកអញ្ចឹងយើងរាប់មកទៀតខាងនេះដល់អាយុ14ឆ្នាំអញ្ចឹងបើសិនជាយើងកឆែបតិចតែយើងកើតមកកឆែបលេខ1នៅ1ចឹងបានន័យថានៅពេលអាយុ1ឆ្នាំហ្នឹងអញ្ចឹងពេលបងប្អូនកើតកូនយើងកូនថ្ងៃទូចចេញណាយើងមើលតិចគាត់ស្អាតអត់បើសិនតែតិចគាត់ឆែបឬក៏របួសស្នាមឬក៏តិចហ្នឹងវាបត់ចេះអីចឹងវាអត់ស្អាតទេយើងមើលមកអត់ស្អាតហ្នឹងគឺឃើញតែអត់ស្អាតហ្នឹងឯងចឹងបើសិនជាមានរបួសស្នាមឬក៏មានអីមួយដែលអត់ស្អាតនៅចំណុចកន្លែងមួយណាគឺគាត់អាយុកាលនៃឆ្នាំដែលគាត់មានបញ្ហាសុខភាពឬក៏យើងជាម៉ាក់ប៉ាណាគឺមានរឿងបញ្ហានៅក្នុងអាយុកាលហ្នឹងដូចគ្នាចឹងទីទៀតបងប្អូននឹងសួរថាជិះយើងធ្វើមិនដឹងថាតើយើងមើលទៅលើកូនមួយណានឹងទីទៀតអ្នកគ្រូនឹងប្រាប់បន្តណាថាយើងមើលទៅលើកូនណានៅលើមុខបើសិនជាយើងកំពុងតែមានកូនទូចមួយហ្នឹងគឺយើងមើលលើកូនទូចមួយហ្នឹងប៉ុន្តែបើសិនយើងមានកូន1 2 3 4 5យើងមើលកូនបើគេណាដើម្បីទស្សន៍ទាយពីដំណើរជីវិតរបស់យើងជាម៉ាក់ប៉ាហ្នឹងឯងជាយើងមើលតិចកូនហ្នឹងមុខកូនហ្នឹងអញ្ចឹងកូនធំហួសទៅហើយយើងអត់អានទៀតទេអញ្ចឹងយើងចង់ដឹងថាតើម្ដាយឪពុកហ្នឹងធ្លាក់តំណែងអត់ម្ដាយឪពុកទុកគ្រោះថ្នាក់អត់ម្ដាយឪពុកហ្នឹងមានបញ្ហាអីអត់ល្អអាក្រក់យើងមកមើលមុខកូនយើងមួយបើគេកូនណាដែលកើតក្រោយគេមួយកូនហ្នឹងណាអូខេអញ្ចឹងយើងមើលមកឃើញហេតុអីបានចំណុចធំនេះមានលេខ4ហើយលេខ11ធំហ៎អូខេកន្លែងនេះចង់បញ្ជាក់បងប្អូនថាចិត្តណាថ្ងៃនេះខ្ញុំបង្ហាញបានន័យថាយើងមើលលេខ4និងលេខ11គឺជាដំណាក់កាលនៃការផ្លាស់ប្ដូរកូនក្មេងអញ្ចឹងនៅពេលដែលយើងមានកូនយើងណាអាយុ4ឆ្នាំឲ្យប្រយ័ត្នមែនតើ take care គាត់មែនតើនៅពេលអាយុ4ឆ្នាំហ្នឹងត្រូវមើលខ្លាចគ្រោះថ្នាក់លងទឹកឬក៏មានឧបទ្ទហេតុអីផ្សេងនៅពេលហ្នឹងអញ្ចឹងនៅពេលហ្នឹងក៏ជាពេលដែលគាត់មានសុខភាពដាក់ឬក៏ល្អក៏នៅពេលហ្នឹងបើនៅពេលអាយុ4ឆ្នាំនិងអាយុ11ឆ្នាំគឺជាពេលដែលកំណត់អំពីអ្វីផងគាត់ឆ្លងកាត់ដំណាក់កាលហ្នឹងឲ្យបានអញ្ចឹងយើងត្រូវមើលថែគាត់ពេលហ្នឹងឲ្យខ្លាំងអញ្ចឹងពេលដែលមានការផ្លាស់ប្ដូរនៃដំណើរជីវិតហ្នឹងគឺ4ឆ្នាំនិង11ឆ្នាំណាអញ្ចឹងនៅក្នុងទម្រង់មុខមនុស្សយើងមានបែងចែកទៀតខាងឆ្វេងនិងខាងស្ដាំណាអញ្ចឹងយើងត្រូវមើលថាមើលបែបម៉េចយើងមើលខ្លួនយើងឥឡូវទៅហត់ដូចអ្នកគ្រូអញ្ចឹងឥឡូវអ្នកគ្រូលាដៃឃើញដៃអ្នកគ្រូនៅខាងស្ដាំដៃមែនទេអញ្ចឹងខាងស្ដាំដៃហ្នឹងគឺមនុស្សស្រីខាងឆ្វេងហ្នឹងគឺមនុស្សប្រុសអញ្ចឹងមកន័យថាបែរអញ្ចឹងមកបែកខាងនេះអ្នកគ្រូខាងស្ដាំដៃអ្នកគ្រូគឺនិយាយអំពីមនុស្សស្រីទាំងអស់តែនៅបែកខាងនេះមកឆ្វេងដៃមកគឺនិយាយពីមនុស្សប្រុសទាំងអស់អញ្ចឹងបងប្អូនត្រូវចំណាំថាបើសិនជាយើងនៅលើមុខយើង
មានស្លាកស្នាមមានប្រឈួយមានបញ្ហាមានរឿងអីក៏ដោយនៅលើមុខខាងឆ្វេងបានន័យថាយើងនឹងមានបញ្ហាតាក់ទងជាមួយនឹងមនុស្សប្រុសខ្លួនឯងអញ្ចឹងមនុស្សប្រុសមានណាគេខ្លះមនុស្សប្រុសទូទៅគ្រប់គាត់តាំងពីជីដកគាត់តាំងពីជីតារហូតដល់ប្តីដល់សង្សារដល់គូកំណាំដល់អ្នកធ្វើការកូនអីទាំងអស់ឲ្យតែមនុស្សប្រុសនៅជុំវិញខ្លួនយើងទាំងអស់គឺហៅថាចឹងចវាយនេះក៏ដោយណាខាងឆ្វេងដៃគឺមនុស្សប្រុសខាងស្ដាំដៃគឺមនុស្សស្រីអញ្ចឹងយើងចំណាំដូចគ្នាតើនេះបងប្អូនតាន់តែគ្រូតាន់ បើតជួយតាន់ ហើយចាំណាថាយើងស្ដាំដៃគឺមនុស្សស្រីឆ្វេងដៃគឺមនុស្សប្រុសអញ្ចឹងឥឡូវយើងនិយាយអំពីនៅអាយុកាលហ្នឹងឃើញជាទូទៅយើងស្រីម៉ាក់យកទៅចុះតិចនៅពេលទៅអាយុ5-6ឆ្នាំហ្នឹងហើយមែនទេបើយើងនិយាយអំពីតិចនៅពេលដែលយើងចុះតិចហ្នឹងក៏គេនិយាយអំពីដំណើរជីវិតដែរវាមានរឿងនិទានថាហេតុអីទៅមនុស្សស្រីចុះតិចបើយើងរឿងខ្មែរក៏មានរឿងចិនក៏មានដែរអញ្ចឹងណាហ្នឹងហើយអាហ្នឹងចាំនិយាយលើក្រោយអញ្ចឹងយើងគ្រាន់តែចាំថាបើសិនជាកូនយើងឬក៏យើងខ្លួនឯងកើតមកអ្នកតិចនេះអត់ស្អាតឧទាហរណ៍បត់អញ្ចឹងមកអូខេមើលឃើញហើយអ្នកតិចយើងបត់ឬក៏កោងកងាក់អញ្ចឹងណានេះអញ្ចឹងអូខេហ្នឹងហើយវាអត់ស្អាតឧទាហរណ៍អ្នកតិចអ្នកគ្រូស្អាតទេណាគ្រូស្អាតស្អាតតែវាទូចហើយហឹងស្ទាបទៅវាហឹងបងប្អូនស្ទាបតិចខ្លួនឯងមើលហឹងឯងយកដៃឃើញចេះហឹងក៏ទន់បើសិនជាបងប្អូនស្ទាបទៅឃើញថាតិចយើងហឹងបានន័យថាមនុស្សនឹងមានអាចរិតមួយហឹងម្នេះក្នុងខ្លួនហើយក៏មានអាភិបរឹងមាំមួយតស៊ូខ្លាំងនៅក្នុងខ្លួនដែរប៉ុន្តែបើយើងស្ទាបមកតិចយើងទន់បានន័យថាអ្នកនឹងគាត់មានអាភិបទន់ខ្លួនមួយនៅក្នុងខ្លួនហើយក៏មានអាភិបទន់ជ្រាយមួយនៅក្នុងខ្លួនគឺមនុស្សហ្នឹងងាយធ្វើជីវិតងាយតែអ្នកដែលស្ទាបមកតិចហឹងទៅចង់គួតប្រជែងចង់ឈ្នះចាញ់ធ្វើអីចង់បានមុខមាត់អញ្ចឹងឧទាហរណ៍ដូចគ្រូតិចហឹងអ្នកគ្រូអត់ទេអ្នកគ្រូចង់បានលើគេឧទាហរណ៍អញ្ចឹងណាគឺបែបហ្នឹងអញ្ចឹងបើយើងអ្នកតិចទន់ស្ទាបមកទន់បានន័យថាយើងមិនសូវជាអ្នកប្រកួតប្រជែងអីហ្មងណាគេថាហើយយើងក៏អត់លុបលុនចង់បានឡានល្អចង់បានតែល្អអត់សូវទេបានន័យថាអញ្ចឹងយើងក៏អាចដឹងថានៅពេលយើងឃើញតែតិចយើងក៏អាចដឹងថាអូជីវិតគូយើងបែបនេះកូនយើងបែបម៉េចឃើញទេយើងដឹងមួយណាអូខេតិចហ្នឹងនៅនិយាយខ្ញុំឆន់ណាឥឡូវយើងនិយាយតាពីតិចហ្នឹងគាត់ណាសូបើឲ្យបងប្អូននេះយើងជួបតែក្រោយទៀតអញ្ចឹងយើងនិយាយមកដល់នៅដំណាក់កាលយើងបែងចែកកន្លែងនេះអូខេជាងយើងដឹងតិចយើងត្រូវធ្វើមិនបើសិនជាកូនយើងកើតមកឃើញតិចគាត់អត់ស្អាតដូចដោះមកអញ្ចេះចឹងយើងច្បូតឲ្យស្អាតឲ្យគាត់ទៅហើយដែលអ្នកខ្លះគេចូលចិត្តច្បូតតងតិចអីហ្នឹងអូខេក៏ជារឿងល្អយើងអាចច្បូតឲ្យគាត់បានហើយលេតិចហ្នឹងឲ្យស្អាតណាតិចគ្រាន់តែនិយាយអំពីភាពវៃឆ្លាតឧទាហរណ៍ឥឡូវខ្ញុំញ៉ាំនេះខ្ញុំនិយាយតិចសិននិយាយអំពីតិចហ្នឹងគឺនិយាយអំពីភាពវៃឆ្លាតរបស់យើងណាហើយឧទាហរណ៍ថាសម្រាប់យើងកើតមកយើងឃើញបុគ្គលខ្លះតិចមកខាងខ្ពស់មកខាងទាបណាអញ្ចឹងយើងត្រូវមើលថាបើសិនជាតិចស្រាប់តែតិចយើងខាងនេះទាបអូខេស្រាប់ខាងនេះខ្ពស់យើងមើលមានអ្នកខ្លះអត់ស្មើទេអញ្ចឹងតែតិចអ្នកគ្រូស្មើអូខេចូលកញ្ចក់សិនអូខេស្មើឃើញអត់ស្មើចឹងបានន័យថាល្អតែតំណែងអ្នកគ្រូជាមួយនឹងមនុស្សជុំវិញខ្លួនអ្នកគ្រូគឺល្អប៉ុន្តែបើយើងតិចមកខាងខ្ពស់ហើយមកខាងទាបបានន័យថាតិចយើងនឹងតំណាងឲ្យតំណែងយើងអត់ល្អទេហើយជាទូទៅក្មេងដែលមានតិចខ្ពស់ម្ខាងទៀបម្ខាងនៅពេលដែលគាត់ទៅរៀនណាគាត់បានត្រូវមានគេហៅសកម្មភាពនៃមិត្តភ័ក្តិហ្នឹងគឺអាហ្នឹងវាដូចច្បាប់ធម្មជាតិអញ្ចឹងដូចថាលេងមួយគេអត់សូវចូលចំណោមអីអញ្ចឹងតែហើយមួយទៀតគេក៏និយាយទៅដល់តំណែងឪពុកម្ដាយគាត់ហ្នឹងក៏អត់ល្អដែរអញ្ចឹងបងប្អូនមើលថាបើសិនជាក្មេងម្នាក់មានតិចអត់ល្អអត់ស្អាតដូចជាអត់ល្អអត់ស្អាតហ្នឹងបានន័យថាមិនបានន័យថាវាអត់មានរូបរាងចេញជាតិចដែលស្អាតដូចជាលហែកកឆែបវាចកពិតខុបមកអញ្ចេះកពិតមកអញ្ចេះអូខេនេះសិតតែជាតិចដែលមិនមានទំនងល្អឬក៏តិចហ្នឹងចូលគ្នាឬក៏តិចហ្នឹងកើតមកមានរបួសស្នាមអូខេហ្នឹងគឺនិយាយអំពីថានៅពេលដែលយើងទំនងនៅក្នុងពោះហ្នឹងណាគឺម៉ាក់នៃទំនងយើងហ្នឹងគាត់មានបញ្ហាផ្លូវចិត្តចឹងទៅបានយើងពេលយើងពោះគេឲ្យយើងសុខចិត្តទៅច្រើនដឹងទេថាអញ្ចឹងគឺហ្នឹងគឺវាមកពីអញ្ចឹង
chứ nơi bây đại dương bố bố mạnh nó xoáy chất trơn bên thường là o chấn con cạn mắt chị là oi hay tự chuyện đó ngạ nó bọn mơ theo tự chuyện nhưng bà hai bị mơ tự chuyện mùi nhưng mua hàng trao dương á nói được là khôn chứ tất cả nó ok này chứ nhưng vua á nhưng bạn toàn nó vua